វីដេអូមួយខ្ញុំបានប្រាប់ពីរបៀប import object SPL ចូលទៅក្នុង SketchUp ឲ្យ smooth ប៉ុន្តែឥឡូវគឺយើងអាចប្រើ plugin មួយបានដែលអាច import object គ្រប់ប្រភេទនៅក្នុង AutoCAD ឲ្យ smooth ស្អាតនៅក្នុង SketchUp អញ្ចឹង tool ដែលយើងត្រូវប្រើគឺ import DHF អញ្ចឹងខ្ញុំចូលទៅកាន់ AutoCAD របស់ខ្ញុំសិនអញ្ចឹង AutoCAD របស់ខ្ញុំគឺខ្ញុំមាន ellipse មួយមានវងមួយមាន SPL មួយហើយនឹងមាន arc មួយអញ្ចឹងយើងសាក import ដោយអត់ប្រើ plugin សិនអញ្ចឹងខ្ញុំចូលមកកាន់ SketchUp ខ្ញុំមកតោះមកខ្ញុំយកពី import ធម្មតាហ្នឹង import អញ្ចឹងយើងឃើញថាកន្លែង ellipse គឺវាបាក់វាអត់ smooth ទេកន្លែង ellipse ហើយរង្វង់គឺយើងអាចប្រើបាន SPL យើងអាចប្រើប្រាស់បានតមកទៀតគឺខ្ញុំសាក import ដោយប្រើនេះវិញអញ្ចឹងដំបូងគឺយើងត្រូវការ save file AutoCAD របស់យើងទៅជា DHF សិនដាក់នៅ desktop ដែរហើយតមកកន្លែង AutoCAD នេះខ្ញុំយក AutoCAD 2018 DHF យើងយកក្រុមហ្នឹងក៏បានដែរអត់បញ្ហាទេប៉ុន្តែសម្រាប់ខ្ញុំប្រើ2018តមកទៀតយើងចូលមកកន្លែង import មក import DHF នេះហើយយើងអូខេមួយមកហើយយើងយកពាក្យ DHF open ហើយខ្ញុំយកអូខេមកតមកយើងឃើញថា ellipse របស់យើងគឺ smooth ជាងមុនអញ្ចឹងនេះគឺជារបៀបដែលយើងអាច import របស់កោងមក smooth ស្អាតដោយប្រើ plugin DHF នេះហើយជាទូទៅ plugin នេះគឺយើងប្រើសម្រាប់ import master plan ធំៗដែលមានផ្លូវកោងច្រើន